ចាំបានជជែកជាមួយអាដាមអគ្គមនិតសភាចាហើយអាដាមគង់វិបុលថាឥឡូវសម្រាប់វិរៈកងទ័ពរបស់យើងវិរៈនគរបាលជាតិរបស់យើងកងទ័ពហ្នឹងមានកងទ័ពទាំង3ប្រភេទអាវុធហត្ថអីក្នុងហ្នឹងដែលបំពេញភារកិច្ចមុខពិតប្រាកដយើងមិនបាច់គិត20លានគឺយើងឲ្យតែម្ដងតែអត់មានកែត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់អត់មានកទេធំបន្លំដេកទេយើងអនុគ្រោះជូនតែវិរៈកងទ័ពវិរៈនគរបាលដែលបានប្រយុទ្ធនឹងឈរជើងនៅត្រៀមប្រយុទ្ធការពារទឹកដីយើងទេបាទនៅការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់ចលនាទ្រព្យបាទអញ្ចឹងគឺសូមបញ្ជាក់ឲ្យច្បាស់អត់មានចោះឈ្មោះខ្ញុំប្រចាំការនៅនេះដែរតែនៅក្រោយអត់ទេគឺអ្នកប្រយុទ្ធផ្ទាល់ដែលឈរនៅខាងមុខបាទអានឹងគឺការលើកទឹកចិត្តនិងការគិតគូរដល់វិរៈកងទ័ពរបស់យើងកែពុនបានឲ្យអាដាមអិសរ៉ាត់ស្រង់ឈ្មោះយោធិនរបស់យើងជាពិសេសអ្នកដែលទៅចូលថ្មីបងប្អូនក្មួយដែលចូលការពារទឹកដីថ្មីឲ្យរៀបចំតឡើងសហព្រោះច្បាប់ដូចមួយឆ្នាំជាងខ្ញុំថាឥឡូវគាត់វាយ2ដងហើយតឡើងឲ្យតែម្ដងទៅសម្រាប់យោធិនដែលទៅចូលថ្មីនេះហើយមេដៃយើងធ្វើមេដៃមួយមេដៃពិសេសសមរភូមិតែមេដៃការពារជាតិយើងមានស្រាប់គឺរៀបចំជូនទាំងអស់សម្រាប់នៅគ្រប់ទិសទាំងអស់អ្នកដែលបានបំពេញភារកិច្ចនិងកំពុងឈរជើងការពារនៅព្រំដែនខាងមុខជាពិសេសអ្នកបានប្រឡូកបានន័យថាដោយចំពោះគឺអ្នកប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិ5ថ្ងៃនិង21ថ្ងៃកន្លងទៅនេះគឺឲ្យករណីពិសេសតែម្ដងបាទព្រោះតាមធម្មតាតមួយឆ្នាំជាងតែឥឡូវបើគាត់វាយហើយគាត់ប្រយុទ្ធយកជីវិតគាត់ដាក់ឲ្យអ្វីដែលយើងអាចជូនគាត់បានបាទហើយខ្ញុំក៏អរគុណណាស់ជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេសដែលបានសហការគ្នាជាស្មារតីជាតិតែមួយគាំទ្រទៅដល់វិរៈកងទ័ពវិរៈនគរបាលជាតិរបស់យើងក្នុងបុព្វហេតុជាតិតាំងពីពេលយើងផ្ទុះសង្គ្រាមលើកទី1ការប្រយុទ្ធលើកទី1ការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងសប្បុរសជនដែលនៅបន្តរហូតដល់ពេលនេះការចូលរួមរបស់វិស័យឯកជនខាងធនាគារក៏លុបបំណុលច្រើនសម្រាប់យោធិនពលីពីការស្គុនអីក៏ជួយអនុគ្រោះដល់ការពន្ធដល់ជនភៀសសឹកនិងបញ្ចំនួននៅក្នុងការប្រាក់អីផ្សេងក៏សូមអរគុណដែរនេះគឺជាស្មារតីដែលយើងជួយគ្នាហើយរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់បន្តថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិហើយពង្រឹងវិស័យការពារជាតិដូចខ្ញុំនិយាយចឹងយើងធ្វើថ្ងៃនេះក៏ពង្រឹងការពារជាតិដែរការពារជាតិបានន័យថាជាតិយើងខ្លាំងរឹងមាំការពារជាតិបានតលតែយើងខ្លាំងសេដ្ឋកិច្ចខ្លាំងជីវភាពរស់នៅរបស់ប្រជាជនបានរឹងមាំអញ្ចឹងការដោះស្រាយការចែកបានការវាស់វែងនេះគឺជាការបង្កលក្ខណៈតែម្ដងដើម្បីឲ្យយើងជំរុញសេដ្ឋកិច្ចជាតិរបស់យើង